សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះត្រឡប់ជួបគ្នាម្ដងទៀតថ្ងៃនេះក៏ដូចជាថ្ងៃមុនដែរខ្ញុំបាទនឹងចែករំលែកបទពិសោធន៍ខ្លះនៅអ្វីដែលខ្ញុំមាននៅអ្វីដែលខ្ញុំដឹងមានគេសួរថាហេតុអីបានខ្ញុំចេះនិយាយខាងពេទ្យខាងវិស័យសុខាភិបាលព្រោះដោយសារឥឡូវនេះវាស្ថិតនៅក្នុងពេលវេលាមួយដែលគ្រប់គ្រឹះស្ថានឧត្តមសិក្សាដែលបដិបដាលវិស័យសុខាភិបាលកំពុងតែជ្រើសរើសជំនាញពេទ្យតែខ្ញុំនិយាយជំនាញពេទ្យមួយម៉ាត់នេះគឺខ្ញុំសំដៅដល់វិជ្ជបណ្ឌិតឬហៅថាដុកទ័រពេទ្យថ្មិញឱសថការីគិលានុបដ្ឋាឆ្មបនិងមន្ទីរពិសោធន៍ជាដើមឡើយអញ្ចឹងក្នុងរយៈពេលនេះគណៈកម្មការថ្នាក់ជាតិកំពុងតែប្រកាសជ្រើសរើសឲ្យបងប្អូនសិស្សនិស្សិតដែលមានបំណងចង់ចូលរៀនវិស័យសុខាភិបាលអាចដាក់ពាក្យស្នើសុំប្រឡងចូលរៀនបានប៉ុន្តែថ្ងៃនេះខ្ញុំនឹងនិយាយតែជំនាញបរិញ្ញាបត្ររងទេព្រោះដោយសារថ្នាក់វិជ្ជាបណ្ឌិតឱសថការីពេទ្យថ្មិញបរិញ្ញាបត្រថ្នាក់គិលានុបដ្ឋាឆ្មបត្រូវបានប្រឡងជ្រើសរួចហើយមួយទៀតបងប្អូនឥឡូវនេះគណៈកម្មការថ្នាក់ជាតិមានការអាប់ដេតទាក់ទងទៅនឹងការដាក់ពាក្យស្នើសុំប្រឡងចូលរៀនថ្នាក់ជាតិសម្រាប់ឆ្នាំសិក្សាមូលដ្ឋានឆ្នាំ2025ហ្នឹងខ្ញុំឃើញថាមានវិវត្តថ្មីដោយសារការចុះឈ្មោះទាំងអស់គឺលេងប្រើ paper ទៀតហើយបងប្អូនដែលមានបំណងចូលរៀនក្នុងវិស័យសុខាភិបាលយើងអាច register តាម online នេះអាចជាការដើរស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលត្រង់ចំណុចទី5គឺ digital អញ្ចឹងគ្រប់ក្រសួងស្ថាប័ននិងទីភ្នាក់ងាររបស់ជាតិទាំងអស់ព្យាយាមធ្វើកំណែទម្រង់យ៉ាងណាឲ្យទាន់ទៅនឹងការវិវត្តនៃបច្ចេកវិទ្យាអញ្ចឹងបានយើងឃើញប្រហែលឆ្នាំចុងក្រោយនេះប្រជាប្រដ្ឋខ្មែរយើងមិនថាតែទីក្រុងទេសូម្បីតែនៅតាមជនបទក៏លោកបានយល់ដឹងអំពីបច្ចេកវិទ្យានេះច្រើនដែរហើយជាពិសេសនៅតំបន់ទីក្រុងឬក៏តំបន់ទីរួមខេត្តទីរួមស្រុកដែលមានប្រជាប្រដ្ឋរស់នៅច្រើនយើងឃើញថាការវិវត្តពី analog ទៅ digital កាន់តែច្រើនឡើងដូចជាការ pay លុយជាដើមឥឡូវនេះការ pay លុយងាយស្រួលមែនទែនយើងមានតែទូរស័ព្ទមួយមាន app mobile banking ទៅយើង scan ឲ្យគ្នាយើងវេលុយឲ្យគ្នាទៅវិញទៅមកដោយមិនស្ទើរតែមិនកាន់សាច់ប្រាក់អញ្ចឹងនេះគឺជាអ្វីដែលខ្ញុំកត់សម្គាល់សម្រាប់ឆ្នាំ2025នេះខ្ញុំឃើញថាសូម្បីតែការប្រឡងថ្នាក់ជាតិសម្រាប់បងប្អូនក្នុងឆ្នាំសិក្សាថ្មីនេះក៏យើងប្រើវិធីសាស្ត្រក្នុងការចុះឈ្មោះតាមបែបអនឡាញដែរបងប្អូនថ្ងៃនេះខ្ញុំនឹងមកនិយាយនៅជំនាញ5ដែលជំនាញទាំង5នេះគឺជាជំនាញថ្នាក់បរិញ្ញាបត្ររងទេប៉ុន្តែខ្ញុំឃើញសន្ទុះដាក់ពាក្យស្នើសុំប្រឡងចូលរៀនមានច្រើនហើយពេញនិយមទៀតដោយសារទី1ជំនាញនេះមានរយៈពេលខ្លីត្រឹមតែ3ឆ្នាំទេអញ្ចឹងវាងាយស្រួលសម្រាប់បងប្អូនដែលនៅតាមខេត្តនៅតាមទីជនបទដែលមានបំណងចង់បន្តថ្នាក់ឧត្តមសិក្សាប៉ុន្តែត្រូវការរយៈពេលខ្លីព្រោះដើម្បីឆាប់បានចប់ឆាប់បានរកការងារនិងរកលុយជួយផ្គត់ផ្គង់គ្រួសារហើយជំនាញទាំង5នេះកំពុងតែពេញនិយមហើយទៅថ្ងៃអនាគតទៀតសោតក៏នឹងនៅតែបន្តពេញនិយមហើយសពថ្ងៃនេះបើយើងនិយាយអំពី manpower ឬក៏តកតងទៅនឹង professional លើវិស័យសុខាភិបាលនេះជំនាញទាំង5ហ្នឹងយើងកំពុងតែខ្វះខាតហើយរដ្ឋាភិបាលកំពុងតែជំរុញយើងមានបទពិសោធន៍ហើយនៅពេលដែលមានជំងឺ Covid ជំនាញទាំង5នេះយើងខ្វះខាតមែនទែនជំនាញទាំង5ហ្នឹងទី1គឺបរិញ្ញាបត្ររងគិលានុបដ្ឋាទី2ឆ្មបទី3ទន្តគិលានុបដ្ឋាទី4ព្យាបាលចលនាទី5វិទ្យុសាស្ត្រជំនាញទី1គិលានុបដ្ឋាការសិក្សាតែ3ឆ្នាំហើយសាលាមានស្ទើរតែគ្រប់ខេត្តក្រុងនៅកំពង់ចាមមានសាលាភូមិភាគនៅកំពង់ចាមនៅកពតសាលាភូមិភាគកពតស្ទឹងត្រែងនៅបាត់ដំបងអាហ្នឹងយើងរាប់តែសាលាដែលស្ថិតក្រោមឆ័ត្ររបស់ក្រសួងសុខាភិបាលទេប៉ុន្តែយើងមានសាលាឯកជនមួយចំនួនទៀតគិលានុបដ្ឋាគឺជាជំនាញមួយដែលជួយ support ដល់ doctor ហើយជំនាញនេះបើយើងសិក្សាឲ្យស៊ីជម្រៅគិលានុបដ្ឋាគឺមានតួនាទីដាច់ដោយឡែកពី doctor អ្វីត្បិតថាតួអង្គទាំងពីរនេះទៅធ្វើការជាមួយគ្នាពេលដែលយើងទៅពេទ្យយើង
អ្នកដែលយើងជួបមុនគេបងអស់គឺគិលានុបដ្ឋាគិលានុបដ្ឋាគាត់នឹងមកសាកសួរអំពីប្រវត្តិរបស់យើងទិន្នន័យប្រវត្តិជំងឺវាស់សម្ពាធឈាមសាកសួរអាការៈជាបឋមគឺគិលានុបដ្ឋាហើយបានគាត់រៀបចំទិន្នន័យទាំងអស់នោះដាក់ទៅឲ្យដុកទ័រហើយគិលានុបដ្ឋាក៏មានតួនាទីសំខាន់ផ្ដល់សេវាថែទាំដល់អ្នកជំងឺផងដែរជំនាញទី2គឺឆ្មបបងប្អូនតាមពិតឆ្មបនិងគិលានុបដ្ឋាមិនជាខុសគ្នាប្រមាណទេក៏ប៉ុន្តែឆ្មបគាត់មាន function គាត់មានតួនាទីគាត់មួយដាច់ដライមួយទៀតគឺថែទាំស្ត្រីមានផ្ទៃពោះចាប់តាំងពីស្ត្រីមុនសម្រាលកំពុងសម្រាលនិងក្រោយសម្រាលគឺជាតួនាទីរបស់ឆ្មបបើយើងនិយាយនៅតាមមណ្ឌលសុខភាពយើងដឹងហើយថាទាំងគិលានុបដ្ឋាទាំងឆ្មបពិតជាមានការខ្វះខាតហើយឥឡូវនេះតម្រូវការឆ្មបនិងតម្រូវការគិលានុបដ្ឋាកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃអាស្រ័យលើកំណើននៃប្រជាពលរដ្ឋខ្មែរយើងជាង17លាននាក់នៅពេលដែលប្រជាពលរដ្ឋកាន់តែកើនឡើងតម្រូវការឆ្មបតម្រូវការគិលានុបដ្ឋានៅតាមមណ្ឌលសុខភាពនៅតាមពេទ្យធំនៅតាម clinic ឯកជនគឺត្រូវតែកើនឡើងផងដែរជំនាញទី3គឺទន្តគិលានុបដ្ឋាទន្តគិលានុបដ្ឋាជាផ្នែកមួយនៃពេទ្យធ្មេញដែរក៏ប៉ុន្តែជំនាញរបស់គាត់តាក់ទងនឹងធ្មេញការសម្អាតធ្មេញការណែនាំដល់អ្នកជំងឺពីការថែរក្សាធ្មេញការដុសធ្មេញមួយថ្ងៃប្រហែលដងអីប្រហែលដងបាទការព្យាបាលមាត់ធ្មេញនឹងគឺជាតួនាទីរបស់ទន្តគិលានុបដ្ឋាមួយទៀតជំនាញនេះនៅស្រុកខ្មែរយើងមិនទាន់ជាមានការចាប់អារម្មណ៍ច្រើនប្រហែលទេប៉ុន្តែបងប្អូននឹងថាជំនាញនេះកើបលុយជាពិសេសយើងនៅតាមបណ្ដាប្រទេសមួយចំនួនដូចខ្ញុំស្គាល់មិត្តភ័ក្តិនៅប្រទេសកូរ៉េគាត់ថាព្យាបាលដោយចលនានេះគឺជាជំនាញមួយដែលរកលុយបានមិនចាញ់វិជ្ជបណ្ឌិតប៉ុន្មានទេរកលុយបានហើយនៅក្នុងស្រុកខ្មែរយើងដូចខ្ញុំការសង្កេតឃើញរបស់ខ្ញុំក៏អញ្ចឹងដែរអ្នករៀនតិចចំនួនគ្រូពេទ្យព្យាបាលដោយចលនាតិចប៉ុន្តែអ្នកជំងឺមួយចំនួនដែលគាត់ដូចជាឈឺចង្កេះជាប់សរសៃនិងមានអាការៈផ្សេងច្រើនទៀតជំនាញព្យាបាលដោយចលនាកំពុងតែដើរមុខយ៉ាងស្ងាត់ប៉ុន្តែប្រាក់ចំណូលយើងនិយាយរឿងពីឱកាសការងារកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃទាំងដែលបងប្អូនសិស្សនិស្សិតមួយចំនួនធំមិនបានដឹងអំពីសារៈសំខាន់នៃជំនាញព្យាបាលដោយចលនាទី5បងប្អូនជំនាញវិទ្យុសាស្ត្រជំនាញវិទ្យុសាស្ត្រនេះជាជំនាញមួយដែលមានការខ្វះខាតខ្លាំងបំផុតយើងមើលបងប្អូននៅតាមបណ្ដាមន្ទីរពេទ្យមួយចំនួនវិទ្យុសាស្ត្រនៅមន្ទីរពិសោធន៍ហ្នឹងគឺខ្វះខាតមែនទែនបងប្អូនមួយចំនួនគាត់មិនបានដឹងសារៈសំខាន់នៃមុខជំនាញវិទ្យុសាស្ត្រហ្នឹងទេប៉ុន្តែសម្រាប់លោកគ្រូអ្នកគ្រូតាមបណ្ដាមន្ទីរពេទ្យគាត់យល់ច្បាស់ថាមន្ទីរពេទ្យគាត់ខ្វះអីក្រៅអំពីដុកទ័រក្រៅអំពីគិលានុបដ្ឋាក្រៅអំពីអសុតការីក្រៅអំពីពេទ្យធ្មេញក្រៅអំពីគ្រូពេទ្យព្យាបាលចលនាជំនាញវិទ្យុសាស្ត្រនេះក៏មានការខ្វះខាតហើយនៅតាមបណ្ដាសាលាមួយចំនួនព្យាយាមប្រម៉ូទព្យាយាមជំរុញផ្សព្វផ្សាយប៉ុន្តែកម្រិតនៃការយល់ដឹងពីជំនាញនេះវានៅមានតិចតួចតាមពិតខ្ញុំមិនមាន background ផ្នែក health science ហ្នឹងទេផ្នែកវិស័យសុខាភិបាលទេ background របស់ខ្ញុំគឺ public administration រដ្ឋបាលសាធារណៈប៉ុន្តែដោយសារខ្ញុំធ្វើការបានឱកាសបម្រើការងារក្នុងគ្រឹះស្ថានឧត្តមសិក្សាដែលតាក់ទងនឹងវិស័យសុខាភិបាលនិងបទពិសោធន៍ក្នុងការដើរទៅប្រជុំតាមបណ្ដាប្រទេសមួយចំនួនទាំងនៅក្នុងអាស៊ានទាំងនៅអឺរ៉ុបខ្ញុំបានយល់យ៉ាងច្បាស់ថាជំនាញទាំង5ខាងលើនេះដែលខ្ញុំជម្រាបជូនដល់បងប្អូននេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការផ្ដល់នូវសេវាសុខភាពជូនដល់ប្រជាពលរដ្ឋនិងកាត់បន្ថយការធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេសសូមអរគុណ